ចាសម្រាប់វីដេអូនេះគឺខ្ញុំចង់និយាយទៅកាន់ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនក៏ដូចជាអស់លោកដែលជាក្រុមបពុនិយមដែលស្ថិតនៅក្រោមអាវ៉ាតសម្ដេចតូចសម្ដេចធំហ្នឹងចាដែលតែងតែស្រែកអួតក្តែងអួតទាំងប្រហោងក្នុងថាអូកម្ពុជាសន្តិភាពណាស់ប្រជាពលរដ្ឋខ្មែររស់នៅសុខសាន្តត្រានសម្បូរសប្បាយខ្លាំងណាស់ចាខ្ញុំគ្រាន់តែចង់បញ្ជាក់ប្រាប់ពុកម៉ែបងប្អូនដែលមិនទាន់ភ្ញាក់ដែលមិនទាន់ដឹងថានៅពេលដែលប្រទេសមួយធ្លាក់នៅក្រោមការគ្រប់គ្រងរបស់គេនិយាយស្រួលស្ដាប់នៅក្រោមអាណានិគមរបស់គេចាវាមិនងាយស្រួលដោយការគិតទេវាមិនងាយស្រួលសម្បូរសប្បាយដោយការគិតរបស់យើងទេចាម៉េះអញ្ចឹងប្រទេសនីមួយគេរត់ទៅធ្វើជាប្រទេសចំណុះប្រទេសរបស់គេបាត់ហើយចានៅពេលដែលប្រទេសមួយធ្លាក់នៅក្រោមអាណានិគមរបស់ប្រទេសគេចាប្រទេសដែលទទួលបានប្រយោជន៍គឺប្រទេសដែលដាក់អាណានិគមលើគេប្រទេសដែលគ្រប់គ្រងលើប្រទេសអាណានិគមហ្នឹងចាជាក់ស្ដែងប្រវត្តិសាស្ត្ររបស់ខ្មែរដែលស្ថិតក្រោមអាណានិគមរបស់បារាំងគឺបារាំងគេប្រមូលផលប្រយោជន៍បានគ្រប់យ៉ាងមិនថាធនធានរ៉ែក្រោមដីលើដីគឺគេប្រមូលបានទាំងអស់ចាយល់ទេទាំងសេដ្ឋកិច្ចផ្សេងមួយទៀតឧទាហរណ៍ជាក់ស្ដែងមើលប្រទេសឡាវបច្ចុប្បន្នណាចាប្រទេសឡាវបច្ចុប្បន្នគេអត់ប្រកាសថាអូប្រទេសឡាវស្ថិតនៅក្រោមអាណានិគមរបស់យួនទេប៉ុន្តែបច្ចុប្បន្នគឺប្រទេសឡាវគឺជារដ្ឋអាណានិគមរបស់យួនចានៅពេលដែលប្រទេសដែលគេដាក់អាណានិគមលើប្រទេសរបស់យើងគេត្រូវការយកប្រយោជន៍ណាមួយពីយើងគឺគេយកមួយវិញទៀតនៅពេលណាដែលគេចង់ជួយពួកម៉ាក់មហាមិត្តឬមួយក៏ប្រទេសណាមួយដែលគេចង់ជួចំណងមិត្តភាពដើម្បីទទួលបានផលប្រយោជន៍មកចាក់ស្ដែងដោយប្រទេសឡាវដែលរុស្ស៊ីមានសង្គ្រាមមួយអ៊ុយក្រែនណាយួនបញ្ជូនកងទ័ពឡាវទៅជួយរុស្ស៊ីយល់ទេហើយនៅពេលឧទាហរណ៍ណាតែកុំចង់ឲ្យប្រទេសកម្ពុជាធ្លាក់ដល់ថ្ងៃហ្នឹងឯសោះឧទាហរណ៍បើសិនជាយួនគ្រប់គ្រងខ្មែរបានណានៅពេលដែលគេចង់បញ្ជូនទ័ពខ្មែរទៅជួយប្រទេសណាចាត្រូវបញ្ជូនមុនគេគឺពួកដែលស្រែកអរគុណសន្តិភាពហ្នឹងឯងយកពុកម៉ែបងប្អូនញាតិកា7សន្តានបោះអ្នកដែលស្រែកអរគុណសន្តិភាពទាំងឡាយអ្នកដែលអួតក្តែងថាសន្តិភាពអស្ចារ្យមហាលោតផ្លោះបច្ចុប្បន្នហ្នឹងយកទៅមុនគេកុំយកពលរដ្ឋខ្មែរដែលគាត់ក្រីក្ររងគ្រោះហើយកុំយកអ្នកការពារជាតិឲ្យសោះយកអ្នកមានក៏ដោយអ្នកក្រក៏ដោយដែលស្រែកអរគុណសន្តិភាពបច្ចុប្បន្នហ្នឹងឲ្យទៅតោះនេះតន់ចំណុចហ្នឹងឯងហើយបើថាចាំដល់ពេលហ្នឹងហើយចាំតហោយំស្រែកប្រកាច់ប្រកិនឡាប់ដាច់ខ្យល់ណាក៏វាមិនងាយងើបរួចដែរចង់និយាយតែប៉ុណ្្នឹងឯងប្រទេសមួយដែលធ្លាក់ក្រោមអាណានិគមគេមិនក្រោមខ្ញុំអត់អាចនិយាយថាមិនក្រោមទេប៉ុន្តែចូលដល់សតវត្សលើសតវត្សទៀតក៏អាចថាបានដែរតោះនេះមកប្រទេសខ្មែរនៅជំនាន់ប្រាំងមកប្រហែលឆ្នាំប្រទេសខ្លះឆ្លងលើសតវត្សទៀតមិនលេងអ្នកខ្លះស្លាប់ម្ដងហើយអត់ទាន់បានផុតអាណានិគមទេតោះនេះហើយប្រទេសដែលស្ថិតក្រោមអាណានិគមរបស់គេរស់មិនបានសុខទេយល់ត្រង់ចំណុចហ្នឹងផងហើយខ្ញុំស្រាវជ្រាវខ្ញុំធ្លាប់ស្រាវជ្រាវបុគ្គលដែលអមនាគយើងយកជាគំរូជាបុគ្គលមួយណាដឹងទេជាបុគ្គលដែលជានាយករដ្ឋមន្ត្រីរបស់ឡាវដែលដឹកនាំឲ្យឡាវធ្លាក់ក្រោមអាណានិគមគេហៅថារដ្ឋអាណានិគមរបស់យួនបច្ចុប្បន្នហ្នឹងចាហ្នឹងគឺជាបុគ្គលគំរូរបស់សម្ដេចអ៊ំយើងគាត់ឃើញគេដឹកនាំឲ្យប្រទេសទៅបានគេគ្រប់គ្រងអញ្ចឹងបានប្រយោជន៍ផ្ទាល់ខ្លួនលើគ្រួសារបពុនិយមខ្លួនឯងធ្វើតាមគេបុគ្គលដែលអត់ប្រយោជន៍បុគ្គលដែលចោលមកសៀតសម្រាប់ប្រទេសសម្រាប់ជាតិខ្លួនឯងយកមកធ្វើជាគំរូចាហើយកុំចាំដល់ប្រទេសខ្លួនឯងធ្លាក់ដល់ចំណុចមួយដែលថាមិនងាយងើបមកវិញបានហើយចាំស្រីទៅហោយំមិនចង់ធ្វើទេហើយបើដល់ពេលហ្នឹងពីណាគេអរគុណសន្តិភាពដាក់ខ្លួនទៅមុនគេចាញ់មុខមកមុនគេតោះនេះ